ប្រទេសអាស៊ានទាំង11ដែលបានក្លាយជាសមាជិកអាស៊ានពេញសិទ្ធិបើគិតត្រឹមថ្ងៃទី26ខែតុលាឆ្នាំ2025សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះហៅកាត់ថា ASEAN គឺមានវ័យជាង58ឆ្នាំហើយដោយឆ្លងតាមប្រវត្តិសាស្ត្រដ៏យូរអង្វែងនេះតំបន់ដែលមានប្រជាជនជាង600លាននាក់កំពុងតែដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិមកទល់ពេលនេះសមាគមមួយនេះគឺមានសមាជិកពេញសិទ្ធិចំនួន11ប្រទេសនិងដៃគូសន្ទនាជាច្រើនផ្សេងទៀតចាប់តាំងពីការបង្កើតនៅថ្ងៃទី8ខែសីហាឆ្នាំ1967គឺបានឆ្លងកាត់នូវវិបត្តិជាច្រើនទម្រាំតែក្លាយជាអង្គការតំបន់ដែលមានតួនាទីស្នូលនិងអាចទាក់ទាញមហាអំណាចពិភពលោកដើម្បីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនិងសេដ្ឋកិច្ច1ប្រទេសថៃបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី8ខែសីហាឆ្នាំ1967 2ប្រទេសម៉ាឡេស៊ីបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី8ខែសីហាឆ្នាំ1967 3ប្រទេសសិង្ហបុរីគឺបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី8ខែសីហាឆ្នាំ1967 4ប្រទេសហ្វីលីពីនបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី8ខែសីហាឆ្នាំ1967 5ប្រទេសឥណ្ឌូនេស៊ីបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី8ខែសីហាឆ្នាំ1967 6ប្រទេសប្រ៊ុយណេដារុសាឡឹមបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី7ខែមករាឆ្នាំ1984 7ប្រទេសវៀតណាមបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី28ខែកក្កដាឆ្នាំ1995 8ប្រទេសមីយ៉ាន់ម៉ាគឺបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី23ខែកក្កដាឆ្នាំ1997 9ប្រទេសឡាវបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី23ខែកក្កដាឆ្នាំ1997 10ប្រទេសកម្ពុជាគឺបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី30ខែមេសាឆ្នាំ1999តាមថ្ងៃទី26ខែតុលាឆ្នាំ2025នេះប្រទេសទីម៉ូខាងកើតគឺបានក្លាយជាសមាជិកទី11និងជាកូនពៅគេនៅទីក្រុងកូឡាឡាំពូរប្រទេសម៉ាឡេស៊ី